ដូចយើងរៀនភាសាអញ្ចឹងយើងរៀនភាសាបើកាលណាយើងចាំពេលវេលាចាំទៅរៀនមួយខែក្នុងសាលានោះវឹកហាត់ក្នុងសាលាចេញមកវិញយើងអត់ practice យើងអត់ speak យើងអត់សរសេរយើងអត់ប្រើវាខ្លះរៀនអង់គ្លេស10ឆ្នាំ How long have you learned English? Oh, 10 years or even more than 10 years 10ឆ្នាំ20ឆ្នាំ It's not about the years it's about the hours how many hours you study a day នៅពេលដែលបញ្ញា develop បញ្ញារីកចម្រើនតាមការសិក្សាចំពោះរូបធម៌និងនាមធម៌ដែលកំពុងកើតឡើងនេះតាមផ្នែករាល់ពេលដែលយើងធ្វើការដែលយើងចរចាដែលយើងធ្វើអីរាល់ថ្ងៃហ្នឹងយូរទៅវាខ្លាំងទៅហើយទីបំផុតយើងនឹងលែងមានអារម្មណ៍ថាយើងប្រឹងដំបូងយើងប្រឹងអីប្រឹងយល់សភាវៈនេះមិនហ្នឹងយើងប្រឹងយល់ប៉ុន្តែដែលយើងហៅថាបរិកម្មធ្វើហើយធ្វើទៀតធ្វើ repetition ធ្វើហើយធ្វើទៀតរលឹកវារឿយយូរទៅវាទៅជា skill វាទៅជាថ្នាក់មកតាមភ្នែកក៏ដឹងថាអូត្រឹមការឃើញមកតាមតិចអូត្រឹមតែការឮវាគង់ត្រូវលត់បាត់ឃើញទេបច្ច័យបើវាដល់ព្រមវាកើតឡើងតាមទ្វេផ្សេងក៏ដូចគ្នានេះស្ដាប់ទៅងាយប៉ុន្តែមិនមែនបានន័យថាមិនប្រឹងទេជាវិធីងាយក៏ប៉ុន្តែមិនមែនបានន័យថាមិនប្រឹងទេទោះតែប្រឹងយូរទៅយើងលែងមានអារម្មណ៍ថាប្រឹងដូចយើងរៀនភាសាអញ្ចឹងយើងរៀនភាសាបើកាលណាយើងចាំពេលវេលាចាំទៅរៀនមួយខែក្នុងសាលានោះវឹកហាត់ក្នុងសាលាចេញមកវិញយើងអត់ practice យើងអត់ speak យើងអត់សរសេរយើងអត់ប្រើវាខ្លះរៀនអង់គ្លេស10ឆ្នាំ How long have you learned English? Oh, 10 years or even more than 10 years 10ឆ្នាំ20ឆ្នាំ It's not about the years it's about the hours how many hours you study a day វាមិនមែនរាប់ឆ្នាំទេរាប់ម៉ោងក្នុងមួយម៉ោងមួយថ្ងៃនេះរៀនប៉ុន្មានម៉ោងហើយអនុវត្តបានប៉ុន្មានម៉ោង and how you practice ឬក៏គ្រាន់តែអានឬក៏គ្រាន់តែស្អីឬក៏មកវាជា real life យើងអានមិនមែន real life ទេរៀនអង់គ្លេសក៏ដោយរៀនភាសាអីក៏ដោយយើងមិនមែនជាកំណត់របស់យើងអញ្ចឹងអភិធម្មមិនមែនភាសាកំណត់របស់យើងទេសភាវៈធម៌បរមត្ថធម៌ការបដិបត្តិធម៌មិនមែនកើតមកវាជាភាសាកំណត់របស់យើងទេអត់ទេដូចតែភាសាទី2បន្ទាប់ពីភាសាខ្មែរអញ្ចឹងបើភាសាខ្មែរវាជាភាសាកំណត់របស់យើងលែងមានអារម្មណ៍ថាប្រឹងហើយពីព្រោះអីយើង practice since we were young យើងអនុវត្តតាំងពីយើងនៅក្មេងមករាល់ថ្ងៃដែលយើងលែងមានអារម្មណ៍ថាប្រឹងហើយឃើញទេអ្នកទាំងអស់គ្នានិយាយខ្មែរមានតែមានអារម្មណ៍ថាប្រឹងហើយអត់ពីព្រោះអីវាមកជា real life រៀនភាសាដូចគ្នាដែរអាត្មាវាចាស់ខ្លួនបន្តិចផងបើមករៀនវិញហ្នឹងឥឡូវរៀនមានអីមាន practice ខ្លួនឯងចេះនិយាយទៅរៀនបច្ចេកទេសខុសគ្នាពីមុនអាត្មារៀនវេយ្យាករណ៍ practical English កម្រាស់នេះ high school English កម្រាស់នេះ part of speech រៀនចេះជាប់ខ្ទេចមានចេះខ្ទេចណាជាប់ខ្ទេច modern English ទៅប្រែកសែតក្រោយវាំងដល់ទៅប្រែយកកសែតមកគោកម្រាស់នេះនិយាយពាក្យនយោបាយ political word អីហ្នឹងចាំសឹងទាំងអស់ប៉ុន្តែបិទតែសភៅវាអត់ចេះមានពេលមួយគ្រូនាំអដេញជនជាតិបរទេសមកហើយគាត់ទុកហ្នឹងឲ្យនិយាយមួយស្មើចេះ Hello how are you where you from and then គេសួរតទៀតនឹងនិយាយអីទៅហៅបើកទ្វារគាត់អញ្ចឹងខ្មាស់គេហើយនិយាយពីពាក្យនយោបាយពាក្យស្អីអូចេះចឹងមកពីអីយើងរៀនមិនយកមកដាក់ក្នុង real life មិនយកមកនិយាយមែនតើមិនយកមកធ្វើមែនតើធោះដូចគ្នាណាបើយើងរៀននៅតែក្នុងសភៅនៅតែក្នុងអត្ថន័យដល់ពេលរៀនបានយើងគិតដល់ពេលរៀនបានយើងគិតដល់ពេលបដិបត្តិបានយើងធ្វើអញ្ចេះពេលចេញមកវិញឈប់ខ្វល់ធ្វើអីក៏ធ្វើទៅអ្នកនឹងមិនចម្រើនខ្លាំងទេមិនទេពីព្រោះពេលការរឿងមិនមែនពេលអ្នកធ្វើចេះទេពេលការរឿងពេលអ្នកនិយាយពេលអ្នកចរចាពេលអ្នកទំនាក់ទំនងពេលអ្នកធ្វើការពេលអ្នកជួបនឹងបញ្ហាដូច្នេះសតិប្បដ្ឋានបដិបត្តិនេះពុទ្ធបង្រៀនមកវិធីសម្រាប់អ្នកឆ្លាតហ្នឹងគឺរៀនបដៅវ័យបដៅជាមួយនឹងការងារហ្នឹងថ្មងមជ្ឈមណ្ឌលបច្ចេកវិទ្យានិងភាសាអន្តរជាតិមានទទួលបង្រៀនភាសាខ្មែរអង់គ្លេសចិននិងថៃគ្រប់កម្រិត
និងមានបង្រៀនអនឡាញផងដែរទំនាក់ទំនងទូរស័ព្ទលេខ